រៃរមាគិរីបុព្វតាកាលវ័យកុមារចរចាតាមដងព្រឹកព្រៃរលំស្រេចល្បាព្រិចនូតឡាត្រួយខ្ចីនគរីឃ្វាលកលោកហមអរុណអនុប្រធានមន្ត្រីទេសចរខេត្តបាត់ដំបងថ្លែងឲ្យដឹងថារមណីយដ្ឋាននិងគោលដៅទេសចរដ៏សម្បូរបែបនៅក្នុងខេត្តបាត់ដំបងបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្តសប្បាយនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលកាន់តែខិតចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះលោកហមអរុណថ្លែងឲ្យដឹងបន្ថែមថាខេត្តបាត់ដំបងគឺជាទឹកដីដ៏ស្រស់ប្រំប្រៃមានសក្តានុពលទេសចរទាំងធម្មជាតិវប្បធម៌សិល្បៈប្រពៃណីហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺនៅតាមគោលដៅទេសចរជាប់ប្រភពទឹកល្អមែនទែនសម្រាប់ការងូតទឹកលេងកម្សាន្តនៅក្នុងរដូវកាលក្តៅនេះលោកហមអរុណបានអំពាវនាវដល់ប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិសូមអញ្ជើញមកទស្សនាកម្សាន្តសប្បាយនៅក្នុងខេត្តបាត់ដំបងឲ្យបានច្រើនកកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខនេះរដូវកាលនេះអាចជាពេលវេលាមួយដែលអំណោយផលមែនទែនសម្រាប់ការមកទស្សនាកម្សាន្តជាពិសេសការងូតទឹកលេងនៅតាមតំបន់ដែលជាប់នឹងប្រភពទឹកហើយជាក់ស្ដែងនៅក្នុងខេត្តបាត់ដំបងគឺយើងមានដងស្ទឹងសង្កែដែលមានប្រភពទឹកតាំងពីលើភ្នំតាំងពីស្ទឹងកញ្ញូងស្ទឹងហូរកាត់មកហ្នឹងគឺជាគេហៅថាធនធានមួយដ៏មានសក្តានុពលអញ្ចឹងនៅតាមដងស្ទឹងសង្កែមកគឺមានរមណីយដ្ឋានក៏ដូចជាគោលដៅទេសចរជាច្រើនកន្លែងនៅអមមាត់ទឹកនេះហើយពេលវេលានេះបាទបើបងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរអញ្ជើញមកទស្សនាគឺមិនខុសបំណងទេបាទអាកាសធាតុរៀងក្តៅតិចហើយយើងអាចចុះលេងទឹកកម្សាន្តជាមួយនឹងទឹកដ៏ថ្លាឆ្វេងត្រជាក់ល្អហើយអមជាមួយនឹងធម្មជាតិដ៏ស្រស់ត្រកាលនៅក្នុងរដូវកាលនេះបាទធានាថានឹងផ្ដល់ឲ្យបងប្អូនជាពលរដ្ឋភ្ញៀវទេសចរបាត់អស់ទុក្ខកង្វល់រីករាយជាមួយនឹងធម្មជាតិផ្សារភ្ជាប់ជាមួយនឹងអារម្មណ៍ស្រស់ស្រាយជាមួយបរិយាកាសដ៏ល្អសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះពេលខាងមុខនេះតាមគោលដៅក៏ដូចជារមណីយដ្ឋានទីវត្តអារាមនានានៅក្នុងខេត្តបាត់ដំបងគឺយើងបានត្រៀមលក្ខណៈរួចជាស្រេចនៅក្នុងការទទួលភ្ញៀវទេសចរនិងបងប្អូនប្រជាពលរដ្ឋមកពីតាមបណ្ដារាជធានីខេត្តទាំងក្នុងនិងក្រៅប្រទេសបាទសម្រាប់មកទស្សនាកម្សាន្តបាទសប្បាយនៅក្នុងឱកាសនៃពិធីបុណ្យនេះបាទហើយក្នុងនាមមន្ត្រីទេសចរខេត្តក្នុងនាមខ្ញុំបាទផ្ទាល់ក៏សូមគ្រប់អំពាវនាវបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិបាទសូមអញ្ជើញមកទស្សនាកម្សាន្តនៅក្នុងទឹកដីនៃខេត្តបាត់ដំបងឲ្យបានច្រើនកកនៃក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបាទដោយយើងបានមានទាំងការព្រឹត្តិការណ៍តាក់ទាញជាច្រើនទាំងនៅក្នុងក្រុងនៅតាមបណ្ដាស្រុកផ្សេងហើយនឹងការត្រៀមលក្ខណៈរួចជាស្រេចរបស់គោលដៅនិងរមណីយដ្ឋានទេសចរនៅទូទាំងខេត្តបាត់ដំបងតែម្ដងបន្ថែមពីនេះលោកហមអរុណបានក្រើនរំលឹកដល់ម្ចាស់រមណីយដ្ឋានគោលដៅទេសចរអាជីវកម្មសេវាកម្មទេសចរនៅក្នុងខេត្តបាត់ដំបងធ្វើយ៉ាងណារៀបចំទទួលបដិសណ្ឋារកិច្ចភ្ញៀវឲ្យបានល្អនិងថែរក្សាអនាម័យបរិស្ថានដោយមានការចង្អុលបង្ហាញរបស់អាយដាមហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរនឹងការណែនាំផ្ទាល់របស់អាយដាមសុកលូអភិបាលនៃគណៈបាលខេត្តបាត់ដំបងបាទក្នុងនាមទីទេសចរបាទក៏សូមអំពាវនាវក៏ដូចជាសំណូមពរដល់ម្ចាស់រមណីយដ្ឋានគោលដៅទេសចរក៏ដូចជាអាជីវកម្មសេវាកម្មទេសចរនៅក្នុងខេត្តទាំងអស់បាទចូលរួមសហការធ្វើយ៉ាងណាឲ្យការទទួលបដិសេធកិច្ចភ្ញៀវដែលមកទស្សនាកម្សាន្តនៅក្នុងរដូវកាលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរហ្នឹងឲ្យពួកគាត់មានភាពកក់ក្ដៅនិងទទួលបាននៅបដិសេធកិច្ចដែលឲ្យពួកគាត់ពេញចិត្តបាទនៅក្នុងនោះគឺជួយសម្របសម្រួលធ្វើយ៉ាងណាកុំឲ្យមានការឡើងថ្លៃដែលធ្វើឲ្យប៉ះពាល់ទៅដល់ទឹកចិត្តរបស់ភ្ញៀវទេសចរនិងបងប្អូនជាពលរដ្ឋដែលមកកម្សាន្តហើយចូលរួមថែរក្សាអនាម័យបរិស្ថានជាពិសេសបន្ទប់ទឹកឲ្យបានស្អាតបាទម្ហូបអាហារដែលលក់ឲ្យភ្ញៀវហ្នឹងត្រូវតែមានគុណភាពបាទហើយចំណតហ្នឹងត្រូវរៀបចំឲ្យមានសណ្ដាប់ធ្នាប់បាទជាដើមហើយនឹងមានការដាក់តាំងនៃតារាងតម្លៃម្ហូបអាហារនិងសេវាកម្មឲ្យបានច្បាស់លាស់ជៀសវាងមានគេហៅថាការអន់សម្ពន្ធចិត្តពីភ្ញៀវដែលមកប្រើប្រាស់សេវាអញ្ចឹងត្រូវចូលរួមទាំងអស់គ្នាដើម្បីវិស័យទេសចរបាទយើងទាំងអស់គ្នាដើម្បីទេសចរដើម្បីយើងទាំងអស់គ្នាសូមជម្រាបថាខេត្តបាត់ដំបងគឺជាទឹកដីដ៏ស្រស់ប្រំប្រៃមានទាំងរមណីយដ្ឋានបែបប្រវត្តិសាស្ត្រវប្បធម៌ប្រពៃណីសិល្បៈម្ហូបអាហារនិងមានគោលដៅទេសចរសរុបចំនួន115កន្លែងក្នុងនោះរួមមានរមណីយដ្ឋានទេសចរចំនួន22កន្លែងសហគមន៍ទេសចរនិងអេកូទេសចរចំនួន4កន្លែងតំបន់គោលដៅទេសចរចំនួន54កន្លែងសារមន្ទីរចំនួន2កន្លែងទេសចរ
បែបហ្វាហ្វ្នាចំនួន29កន្លែងនិងគោលដៅកាហ្វេទេសចរចំនួន4កន្លែង